សូមជឿនរឿងលាពាក់ស្បែកខ្លាមានលាមួយរស់នៅក្នុងភូមិលានោះចង់ស៊ីស្រូវរបស់កសិករដូច្នេះហើយវាក៏បានពាក់ស្បែកខ្លាជាប់នឹងខ្លួនរបស់វានៅកន្លែងណាក៏ដោយឲ្យតែវាចូលទៅដល់សត្វនិងមនុស្សតែតែខ្លាចរអាវាព្រោះគ្រប់គ្នាគិតថាវាជាខ្លាពិតប្រាកដលានោះអាចស្រីស្រូវដោយសេរីចាប់ពីពេលនោះមកលានោះចេះតែហ៊ានទៅនៅថ្ងៃមួយកសិករបានឮវាស្រែកហៅកូនជ្រាវពួកគេបានដឹងថាវាជាសត្វលារួចហើយពួកគេបានយកប្រងនងដេញវាសំពងលានោះស្លាប់បាត់ទៅគំនិតអប់រំការខ្លាចបន្លំបញ្ឆោតអ្នកដទៃនាំឲ្យអន្តរាយដល់ខ្លួនសូមឲ្យសុខភាពល្អ